អភិបាលខេត្តកំពង់ធំជំរាបជូនបងប្អូនមន្ត្រីរាជការរដ្ឋបាលខេត្តឲ្យយល់អំពីតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពដែលសម្រេចបានរវាងកម្ពុជាថៃឯកឧត្តមនួន ផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានពន្យល់បងប្អូនមន្ត្រីរាជការរដ្ឋបាលខេត្តឲ្យយល់អំពីតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពដែលសម្រេចបានរវាងកម្ពុជាថៃក្រោមវត្តមានរបស់ប្រធានាធិបតីអាមេរិកនិងប្រធានអាស៊ាននិងការជួយជ្រោមជ្រែងរបស់ប្រទេសជាមិត្តច្រើនទៀតជាពិសេសប្រទេសចិនប្រសាសន៍ដ៏មានអត្ថន័យនេះត្រូវបានលើកឡើងបន្ទាប់ពីគ្រប់ទង់ជាតិនៃបរិយានិច្ចកម្ពុជាតាមទម្លាប់ធម្មតានៅរៀងរាល់ព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍របស់ថ្នាក់ដឹកនាំរួមជាមួយមន្ត្រីក្រមអាវ៉ាតនៅសាលាខេត្តកំពង់ធំនាព្រឹកថ្ងៃទី27ខែតុលាឆ្នាំ2025ឯកឧត្តមនួន ផារតបន្តថាការសម្រេចបានកិច្ចព្រមព្រៀងនេះកើតចេញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្ដេចមហាបបរធិបតីក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនិងក្រុមការងារស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែនឈានឆ្ពោះទៅរកភាពប្រក្រតីឡើងវិញនៅទំនាក់ទំនងកម្ពុជាថៃដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសម្រាប់ការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជាយើងឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថាការសម្រេចបាននៅកិច្ចព្រមព្រៀងសន្តិភាពនេះមិនមែនមានន័យថាសមរភូមិត្រូវបានបញ្ចប់ទាំងស្រុងទេគឺមានន័យថាប្រទេសទាំងពីរឈប់ប្រើសមរភូមិយោធាក្នុងការដោះស្រាយបញ្ហាព្រំដែនប៉ុន្តែប្រើតែសមរភូមិការទូតដោយឈរលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិនេះហើយគឺជាអ្វីដែលកម្ពុជាទាមទារចង់បានតាំងពីដើមរៀងមកលើសពីនេះយើងត្រូវតែបន្តពង្រឹងសមត្ថភាពយោធាយើងផលិតផលក្នុងស្រុកនិងជំហររឹងមាំដោយខ្លួនឯងក្រោមទង់សាមគ្គីឯកភាពជាតិបន្តសមរភូមិប្រយុទ្ធនេះទៅមុខទៀតជាចុងក្រោយឯកឧត្តមនួន ផារតបានអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋសូមបន្តជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោនិងសម្ដេចធិបតីក្នុងសមរភូមិការពារបូរណភាពទឹកដីនិងការដោះស្រាយបញ្ហាធំៗរបស់ជាតិ